សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់កម្មវិធីជាអ្វីនេះគឺជាអេពីសូតទី10ហើយនៅសល់ត្រឹមតែ2អេពីសូតទៀតទេ2អេពីសូតតែប៉ុណ្ណោះរដូវកាលទី3ត្រូវបានបញ្ចប់ហើយសម្រាប់ខ្ញុំវិញខ្ញុំអរគុណមែនទែនដែលបងប្អូនតាមដានទស្សនាតាំងពីអេពីសូតទី1រហូតដល់ទី10នៅក្នុងពេលឥឡូវនេះហើយខ្ញុំស៊ីហ្សិនទី3ជាស៊ីហ្សិនដែលចម្លែកបំផុតណាព្រោះអីធម្មតាបងប្អូនទាំងអស់គ្នាតែងតែឃើញមុខតារាកិត្តិយសឬក៏ភ្ញៀវដែលឡើងតែងតែជាអ្នកល្បីឬក៏អ្នកមានឈ្មោះបោះសម្លេងឬក៏បែបផែនណាមួយនោះដែលបងស្គាល់តែនៅក្នុង season មួយនេះវាជានិស័យមិនដឹងឬក៏វាមិនដឹងថាហេតុអ្វីបាន season ទី3នេះតារាកិត្តិយសនីមួយៗមិនមែនតារាកិត្តិយសភ្ញៀវកិត្តិយសដែលឡើងកម្មវិធីជាអ្វីនីមួយៗសិតតែជាកំពូលមនុស្សដែលខ្ញុំនឹកស្មានដល់ខ្ញុំពិតជានឹកស្មានដល់មែនថានៅក្នុងទឹកដីកម្ពុជាមានអ្នកខ្លាំងលាក់ខ្លួនច្រើនណាស់អ្នកជុំវិញខ្លួនបងប្អូនទាំងអស់គ្នាមិនដឹងថាអ្នកណាខ្លះជួបរឿងអីគ្រាន់តែគេមិនអាចបកស្រាយប្រាប់បងបានដោយសារតែបើសិនជានិយាយទៅវអ្នកអត់ជឿទៅគេនឹងប្រមាថឬក៏ថាគាត់ឈួតតែកម្មវិធីជាអ្វីគាត់ចង់ឡើងមកចែករំលែកចង់ឡើងមកបង្ហាញនៅបទពិសោធន៍គ្រាន់តែបិទបាំងនៅសាវតារបស់ពួកគាត់សម្រាប់រដូវកាលទី3អេពីសូតទី10នេះខ្ញុំទទួលបានភ្ញៀវកិត្តិយសម្នាក់ដែលមានការណែនាំពីភ្ញៀវកិត្តិយសបងហួយនៅអេពីសូតទី3ហើយវាពិតជានិស័យមែនទែនព្រោះដោយសារតែនៅពេលដែលខ្ញុំបានជួបគាត់ណាបើមិនជាបងប្អូនឃើញគាត់នៅខាងក្រៅអត់មានដឹងថាគាត់យល់ដឹងខាងផ្នែកអបិយជំនឿកុំរណាទេគឺមិនទាល់តែសោះប៉ុន្តែនៅពេលដែលខ្ញុំបានចំណាយពេល1ម៉ោងខ្ញុំអង្គុយស្ដាប់គាត់ឡើងចំហមាត់មិននឹកស្មានថាមានមនុស្សប្រភេទហ្នឹងវាអច្ឆរិយៈមែនតើណាហើយរឿងរ៉ាវទាំងអស់ដែលគាត់និយាយសួរថាខ្ញុំជឿអត់ខ្ញុំជឿព្រោះខ្ញុំដឹងខ្ញុំសិក្សាច្រើនពីផ្នែកមួយហ្នឹងចឹងខ្ញុំដឹងថារឿងទាំងអស់នោះគឺជារឿងពិតដោយឡែកជាការស្នើសុំរបស់បងប្អូនទាំងអស់គ្នាដែលចង់ឲ្យបង្ហាញភ្ញៀវកិត្តិយសព្រោះអេពីសូតមុនយើងបានថតមុនចេញអេពីសូតទី1ឯណោះចឹងក្នុងករណីហ្នឹងខ្ញុំអត់មានអីជំរើសអ្វីក្រៅពីបិទខ្មៅទៅម្ខាងទេហើយជាការស្នើសុំពួកគាត់ដែរពួកបើសិនជាឃើញរូបរាងក្រំដងខ្លួនអ្នកស្គាល់គាត់ប្រកាសជាស្គាល់ចឹងក្នុងករណីនេះសម្រាប់ភ្ញៀវកិត្តិយសនៅក្នុងថ្ងៃនេះខ្ញុំនឹងធ្វើតាមការស្នើសុំរបស់បងគួរឲ្យស្ដាយដែរជាអេពីសូតទី10ហើយ blur មុខតែឲ្យឃើញដងខ្លួនដើម្បីឲ្យបងប្អូនទាំងអស់គ្នាឃើញកាយវិការរបស់គាត់សូមបញ្ជាក់ផងដែរថាអ្វីដែលយើងនឹងធ្វើគឺជីកគុលនៃភ្ញៀវកិត្តិយសរបស់កម្មវិធីជាអ្វីព្រោះដោយសារតែ intro ទាំងអស់នេះហើយដែលបង្ហាញនៅភាពអច្ឆរិយៈឬក៏បង្ហាញនៅរឿងរ៉ាវដែលអាចកំបាំងដែលបានកើតឡើងមុននឹងចូលដល់សាច់រឿងនីមួយៗគោលបំណងរបស់ខ្ញុំធំបំផុតគឺឲ្យបងប្អូនទាំងអស់គ្នាយល់ថាតើមានរឿងរ៉ាវអ្វីខ្លះនៅពីក្រោយមុននឹងចូលដល់សាច់រឿងអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាស្ដាប់តាំងពីដើមរហូតដល់ចប់ហើយខ្ញុំមិនដឹងថាយ៉ាងម៉េចទេប៉ុន្តែអេពីសូតមួយនេះហើយភ្ញៀវកិត្តិយសមួយនេះគឺខ្ញុំរងចាំគាត់មកមានវត្តមាននៅក្នុងថ្ងៃនេះឥឡូវមកដល់ហើយដដែលស្ដាប់កំសាន្តបើសិនជាបងប្អូនមិនជឿតែបើសិនជាបងប្អូនជឿស្ដាប់ហើយទុកជាចំណេះដឹងទុកជាអ្វីមួយដែលមានប្រយោជន៍បង្កើនចំណេះរបស់ខ្លួនឯងឲ្យដឹងពីរឿងរ៉ាវអច្ឆរិយៈព្រោះពេលខ្លះដឹងតែប៉ុណ្្នឹងគិតថាមានតែប៉ុណ្្នឹងឯងប៉ុន្តែពិភពលោកធំណាស់បើសិនជាយើងនៅក្នុងតែប្រទេសកម្ពុជាទេយើងដឹងឃើញតែរបស់ជុំវិញខ្លួនហ្នឹងឯងប៉ុន្តែនៅពេលដែលបងប្អូនចេញទៅដល់ឋានប្រច័ណ្ឌបងប្អូនទាំងអស់គ្នានឹងឃើញថាអូចក្រវាលវាធំប៉ុណ្ណាវាមិនមែនចាប់ត្រឹមប៉ុណ្្នឹងទេអញ្ចឹងនេះគឺជាសេចក្តីបង្ហាញមួយដែលថារឿងរ៉ាវអបិយជំនឿនិងរឿងរ៉ាវអច្ឆរិយៈជាច្រើនវាមិនមែនមានត្រឹមតែអ្វីដែលបងប្អូនដឹងនោះទេវាមានលើសនឹងថែមទៀតកុំឲ្យខាតពេលវេលាយូរភ្ញៀវកិត្តិយសរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានឈ្មោះថាបងម៉ៅជំរាបសួរបងបាទជំរាបសួរទូហ្នឹងហើយបងម៉ែគឺជាឈ្មោះហៅក្រៅទេដូច្នេះហើយបើសិនជាបងប្អូនណាឃើញត្រឹមតែកចុះក្រោមចៃដន្យអីស្គាល់គាត់សូមមេត្តារក្សាអាចកំបាំងផងសុខសប្បាយបងបាទសុខសប្បាយទូអូខេតើបងគួរនិយាយថាអាជីវកម្មរបស់បងរាល់ថ្ងៃនេះបងធ្វើអីគេដែរខ្ញុំបច្ចុប្បន្ននេះគឺធ្វើពាក់ព័ន្ធមួយវិស័យកសិកម្មសំណួរសុទ្ធថាតើហេតុអ្វីបងផ្ដល់កិត្តិយសឡើងមកក្នុងកម្មវិធីជាអ្វីហ្នឹងហើយអរគុណទូតាមពិតទៅមែនតើកម្មវិធីនេះខ្ញុំធ្លាប់ឃើញតាម YouTube ជាអ្វីហ្នឹងហើយអត់ដឹងថាជាអ្នកស្គាល់គ្នាទេបាទហើយតែមិនបានស្គាល់តាមរយៈមិត្តភ័ក្តិម្នាក់ទៀតនៅស្គាល់ហ្នឹងណែនាំឲ្យស្គាល់ទៅក៏បានដំណើររឿងជាអ្វីហ្នឹងក៏ចាប់អារម្មណ៍ថាអាហ្នឹងជាកម្មវិធីហ្នឹងមានរឿងខ្លះក៏ចង់ចែកម្លែកហើយក៏សុំអត់ឲ្យគេឃើញពីអត្តសញ្ញាណដែរដោយសារតែយើងរឿងហ្នឹងវាជាអាចកំបាំងរបស់ឋានសួគ៌អញ្ចឹងយើងអត់អាចឲ្យគេឃើញបានទេហើយមួយទៀតគឺកម្មវិធីហ្នឹងអត់មានជាអីគេជួលមកឲ្យលុយអីអត់ទេឲ្យលុយខ្ញុំអត់មកហ្មងបាទគឺខ្ញុំចង់ចែកម្លែកពីអត្តកំបាំងរបស់ចក្រវាលនេះខ្លះដែលខ្ញុំបានដឹងតិចតួចជូនបងប្អូនខ្លះដែលគាត់អត់ធ្លាប់បានដឹងអញ្ចឹងណាហើយមានរឿងជាច្រើនរឿងខ្លះវាពេលដែលយើងមានចំណេះដឹងអស់ហ្នឹងទៅយើងអាចឲ្យពួកគាត់កិច្ចបំផុតអំពីការកុហកបោកប្រាស់មួយចំនួនព្រោះខ្ញុំជឿថាពេលដែលយើងនិយាយទៅវាមានអ្នកខ្លះជឿអ្នកខ្លះមិនជឿអ្នកខ្លះគឺតែអ្វីដែលខ្ញុំចង់ធ្វើនេះគឺគាត់តែចង់ចែកម្លែកអ្វីដែលខ្ញុំធ្លាប់បានឆ្លងកាត់បទពិសោធន៍ផ្ទាល់ខ្លួនពាក់កណ្ដាលជីវិតនេះមកគឺជួបរឿងច្រើន
ហ្នឹងហើយអញ្ចឹងខ្ញុំគាត់តែចង់ចែកនៅរឿងហ្នឹងឲ្យបងប្អូនផ្សេងៗបានដឹងដែរ បាទផ្ដាំផ្ញើទៅបងប្អូនទាំងអស់គ្នាដែរថាយើងមកបន្លាចបងប្អូនទាំងអស់គ្នាអញ្ចឹងមិនមែនតែនិយាយពីអាចកំបាំងសុទ្ធទេណោះបាទអញ្ចឹងនឹងបងមានបទពិសោធន៍បងម៉ៅគាត់ដាក់ខ្លួនណាសិតតែមានរឿងតិចតួចដើម្បីចែករំលែកអូយបធោរឿងដែលគាត់ជួបគឺសាហាវខ្លាំងមែនទែនហើយគាត់និយាយថារឿងតិចតួចបើសិនជាឲ្យគាត់និយាយបងប្អូនទាំងអស់គ្នាបើសិនជាមានគួរនិយាយថាបោះតង់ស្ដាប់គាត់ជុំគ្នាតបោះតង់មួយអាទិត្យទៅស្ដាប់គាត់អស់ព្រោះស្អីរឿងគាត់ច្រើនពេក នៅរឿងនៅក្នុងចក្រវាលនេះយើងចេះថាតិចតួចដោយសារវាតិចតួចមែនយើងដឹងតែមួយចំណុចទេតែរឿងដែលខ្ញុំអត់ទាន់ដឹងគឺមានច្រើនដូចជាដើមឈើមួយដើមខ្ញុំដឹងតែស្លឹកមួយស្លឹកទេអ្វីដែលខ្ញុំដឹងអញ្ចឹងនៅសល់ដើមឈើនឹងមានរឿងអត់កំបាំងទៀតយើងអត់ដឹងទេហ្នឹងហើយ អូយនេះគ្រាន់តែជាការបើកក្បាលបាក់ធំតែប៉ុណ្ណោះមានអារម្មណ៍មិនដែរបងប្អូនទាំងអស់គ្នាយើងបកទៅខាងក្រោយមុននឹងចូលដល់សាច់រឿងអ្វីដែលបងនឹងចែករំលែកហើយមិត្តភ័ក្តិរបស់បងដែលនាំឲ្យខ្ញុំស្គាល់បងហួចបាទគាត់ម៉ៅដាច់2ម៉ោងពេញហ៎បងអញ្ចឹងក្នុងករណីនេះហើយខ្ញុំសង្ឃឹមថាបងនឹងបំបែកឯកតកម្មរបស់គាត់តតែបានចាប់ផ្ដើមពីការសន្ទនាសួរថាទម្រាំតែបងធំដឹងក្តីប្រកាសជាមានរឿងអច្ឆរិយៈដែលបានកើតឡើងចំពោះខ្លួនបងនិងមានរឿងរ៉ាវអបិយជំនឿជាច្រើនដែលបានកើតឡើងជុំវិញខ្លួនបងតើនៅក្នុងអាយុមួយណាដែលបងកំណត់ថារឿងរ៉ាវទាំងអស់នេះគឺជារឿងពិត អរគុណទូសំណួរនេះសួរមកចាក់ដោតខ្លាំងដោយសារតែវានៅដកជាប់អារម្មណ៍របស់យើងហើយខ្ញុំតាំងពីក្មេងមកអាយុ6ឆ្នាំ 6ឆ្នាំ បាទគឺជួបរឿងហ្នឹងហើយ6ឆ្នាំតែយើងដឹងក្តីថារឿងហ្នឹងវាមិនទាន់ថាវាជារឿងដែលយើងជឿ 100% ទេគាត់យើងដឹងថាហ្នឹងវាមានអញ្ចឹងចេះតែយើងអត់បានពិចារណាថារឿងហ្នឹងតើវាជាអបិយជំនឿឬរឿងវិទ្យាសាស្ត្រយើងអត់ដឹងណាវានៅក្មេងដោយសារខ្ញុំកាលពីក្មេងធ្លាប់ឈឺធ្ងន់ណាហ្នឹងហើយឪពុករបស់ខ្ញុំបានទៅស្រុកឆ្ងាយហើយជំនាន់ពីដើមហ្នឹងយើងអត់មានឡានដូចឥឡូវគឺជិះទូក3ថ្ងៃឯងបានទៅដល់ទៅមកអញ្ចឹងទៅខ្ញុំឈឺធ្ងន់ បងអ្នកស្រុកខាងណាដែរ អ្នកនៅស្រុកខាងកាចេះ បាទ ហើយស្រុកពេជ្រប្រសពហើយពេលហ្នឹងខ្ញុំឈឺធ្ងន់គ្រូពេទ្យនៅក្នុងស្រុកល្បីៗគឺមើលអស់ហើយមើលអត់ជាទេហើយក៏គេឲ្យថាកូនហ្នឹងគឺអស់អាយុហើយអញ្ចឹងឲ្យធ្វើមឈូសហ្នឹងហើយធ្វើក្តាមមឈូសធ្វើអីទៅទុកសម្រាប់មានអាសន្នអីគឺយើងបូជាគាត់ដែរ ឲ្យហើយហ្មង ឲ្យហើយ បាទ ហើយពេលហ្នឹងឪពុកខ្ញុំដែលនៅស្រុកឆ្ងាយគាត់មានអារម្មណ៍អត់ស្រួលគាត់ដឹងក្នុងចិត្តថាគឺមានរឿងអីអ្នកផ្ទះមានរឿងនិយាយទៅគាត់ជាឪពុកដោយសារគាត់អ្នកប៊ូសផងគាត់ជាអ្នករក្សាសិលផងអញ្ចឹងគាត់ដឹងរឿងអញ្ចឹងគាត់ក៏ប្រញាប់ជិះកណូតមកវិញមកដល់វិញគឺ3ថ្ងៃហ្នឹងគឺគេអត់ទាន់បាននេះខ្ញុំគឺចាក់ថ្នាំគឺលេងជាទាំងអស់ណាដូចថាអស់សង្ឃឹមហើយនិយាយភាសានេះថាពីក្មេងពេលដែលយើងកើតមកភ្លាមក្មេងៗតែមានគេហៅនិយាយភាសាអសុរោះណាអាចប្រៃខ្មៅហ្នឹងអញ្ចឹងមនុស្សយើងមនុស្សធំនៅពេលដែលចាប់ផ្ដើមឈឺដល់កម្រិតមួយមានអាហ្នឹងអាចប្រៃនឹងមួយសារទៀតគឺយើងអស់អាយុជីវិតហើយហ្នឹងជាការសម្គាល់របស់បុរាណរបស់យើងគឺអញ្ចឹងហើយពេលហ្នឹងខ្ញុំមានអាចប្រៃហ្នឹងគឺគេលេងមានសង្ឃឹមថានឹងជាពុកខ្ញុំក៏មក3ថ្ងៃមកដល់ជួបខ្ញុំទៅគាត់ដូចមានអ្នកប្រាប់គាត់ថាកូនគាត់មិនស្លាប់ទេហើយគាត់ជឿថាកូនគាត់ឈឺអីអញ្ចឹងក៏គាត់ប្រាប់លោកគ្រូពេទ្យទៅថាលោកគ្រូប្រើថ្នាំអស់លទ្ធភាពគ្រូពេទ្យថាអស់ហើយអញ្ចឹងពុកខ្ញុំថាគីឡូវាគ្រុនចាញ់ហីអញ្ចឹងក៏ពេទ្យភ្ញាក់ព្រឹតមកដោយសារហេតុអីនៅពេលហ្នឹងគឺមានគេបាត់បង់មិនឲ្យយើងមានអាយុបន្តទៅទៀតហើយខ្ញុំមានបាតដៃនេះបាតដៃរបស់ខ្ញុំគឺកន្លែងហ្នឹងគឺអាយុ5ឆ្នាំទៅអស់ជីវិតវាដាច់បាទបង ខ្សែជីវិតហ្នឹងគឺវាដាច់អញ្ចឹងទៅពុកខ្ញុំប្រាប់ប៉ុណ្ណឹងពេទ្យភ្ញាក់ព្រឹតហ្មងពេទ្យដូចថាបាត់នៅសតិបញ្ញារបស់គាត់គឺកន្លែងហ្នឹងគឺគេបាំងអត់ឲ្យយើងមានទេអញ្ចឹងដល់ពេលពុកខ្ញុំគាត់អ្នកធរអ្នកអាដែរគាត់ប្រាប់ទៅពេទ្យភ្ញាក់ព្រឹតគាត់យកថ្នាំមកឲ្យដាក់គឺដាក់ឲ្យជាទៅហើយក៏រស់រៀនមកដល់សប្តាហ៍ថ្ងៃហ្នឹងបាននិយាយចែកម្លែករឿងរបស់បងប្អូនហ្នឹងទៅ បាទបងមុនអាយុ6ឆ្នាំតើក្នុងក្រុមគ្រួសាររបស់បងជាក្រុមគ្រួសារអបិយជំនឿដែលប្រធានបទអបិយជំនឿតាក់ទងជាមួយនឹងខ្មោចព្រាយបិសាចរឿងអច្ឆរិយៈដាក់នៅលើតុនិយាយជាមួយកូនចៅទេគាត់អត់សូវនិយាយទេពុកខ្ញុំគាត់អ្នកបួសរៀនក៏គាត់ធ្លាប់ទុដងបានក្នុងព្រៃខ្លះដែរគាត់វឹកហាត់និយាយទៅគាត់កាន់សិលតាំងពីតូចធ្លាប់បួសរៀនហើយគាត់អត់ដែរប្រាប់រឿងខ្មោចព្រាយបិសាចឬក៏អបិយជំនឿនឹងឲ្យយើងដឹងទេតើសួរបានគាត់ឆ្លើយអញ្ចឹងបានថាមុនអាយុ6ឆ្នាំមិនមានរឿងរ៉ាវអបិយជំនឿណាជុំវិញខ្លួនបងដែលឲ្យបងជ្រាបជាដំណឹងនោះទេមានខ្លះដែរដោយសារមានពូម្នាក់គាត់ជាគេហៅពូបកកើតណាគាត់ជាគ្រូដែរហ្នឹងហើយតាមសាច់រឿងពីប្រវត្តិជីដូនជីតាមកហ្នឹងគឺរាប់ពីឪពុកខ្ញុំថយក្រោយគឺសិតតែជាគ្រូទាំងអស់បាទគ្រូខាងផ្នែកអ្វីដែរគ្រូគឺបកកែខាងដោះអំពើខាងព្យាបាលប្រស័ព្ទគ្រូខាងប្រុសបាទហើយគ្រូមកខាងទៀតហ្នឹងគឺខាងតបច្បាំងធ្វើសង្គ្រាមការពារទឹកដីខាងវិជ័យសង្គ្រាមហ្នឹងហើយអញ្ចឹងរហូតមកឪពុកខ្ញុំគឺអត់ឲ្យកាន់ទេអត់ឲ្យរៀនបន្តទេគាត់ថាបញ្ចប់ត្រឹមហ្នឹងទៅអញ្ចឹងឪពុកខ្ញុំបានត្រឹមតែជាអ្នកដុតទៀនហើយនឹងដុតធូបសម្រាប់ថែរក្សាអាសនៈរបស់ជីដូនជីតាហ្នឹងមានដបងឈើធំពណ៌ខ្មៅមួយកម្ពស់ប្រហែលជា2ម៉ែត្រគឺដបងនេះជាដបងដែលដបងឈើកម្ពស់ប្រហែលជា2ម៉ែត្រហ្នឹងហើយខ្មៅដបងខ្មៅដែលតំណាងឲ្យព្រះអង្គខ្មៅ
ដូចដបងសិនខំអញ្ចឹងនិយាយស្រួលស្ដាប់ ហ្នឹងហើយដូចចឹងហើយជាទីសក្ការៈដែលឪពុកខ្ញុំដុតទៀនគឺដុតប្រភេទទៀនភាសាធំដុតមួយឆ្នាំមិនឲ្យលុតទេគាត់មានកាតព្វកិច្ចបែបហ្នឹងហើយពួកគាត់ដែលជាទួតរបស់ខ្ញុំហ្នឹងណាគឺគាត់ជាអ្នកសច្ចាំងដែលអាចដើរឆ្លងកាត់ទន្លេឆ្លងកាត់បឹងបានតាមរយៈពុកខ្ញុំគាត់អ្នករៀនអ្នកសុំសិលក៏អត់ចេះនិយាយក៏ហ่าខ្ញុំជឿគាត់មានចិត្តបរិសុទ្ធហើយគាត់និយាយប្រាប់ថាតែឯងទៅទន្លេអញ្ចឹងឆ្លងទន្លេហើយទន្លេនៅខាងស្រុកចេះហ្នឹងមានប្រវែងរៀងឆ្ងាយដែរ1000 ម៉ែត្រជាងបាទបើខែភាសា1500 ម៉ែត្រអញ្ចឹងគាត់ថាទៅយកអីមួយផ្លែតនៅត្រយខាងកើតហ្នឹងណាអញ្ចឹងគាត់គ្រាន់តែដើរឆ្លងមួយផ្លែតប្រហែលជាប្រហែល10 នាទីគាត់មកវិញយកអីវ៉ាន់មកបានមានរបស់ហូបអីផ្ញើកូនណាហ្នឹងហើយអញ្ចឹងខ្ញុំអត់ចាប់អារម្មណ៍ថាហ្នឹងជាអីគាត់ដឹងថាពុកខ្ញុំថាតាគាត់ឆ្លងទន្លេជារឿងធម្មតាគាត់ជិះទូកឆ្លងកាត់សង្គ្រាមមានតបអីសត្រូវខ្មាំងអីគឺទៅជាមិត្តទាំងអស់គាត់គ្រាន់តែជក់បរិយស្លឹកសកែតាមម្ដៅហ្នឹងគឺកើតមានគេហៅបាតុភូតគ្រប់យ៉ាងដើម្បីការពារគាត់ឬក៏ធ្វើឲ្យគាត់ខ្លាចជាញាតិរបស់អ្នកដែលប៉ុនប៉ងគាត់ហ្នឹងអញ្ចឹងគាត់ដែរមានរឿងអីទេអញ្ចឹងខ្ញុំកាលហ្នឹងអត់ចាប់អារម្មណ៍ថាអបិយជំនឿហ្នឹងអត់ដឹងព្រោះនៅក្មេងអត់ដឹងណាហើយខ្ញុំចាំមួយទៀតគឺនៅពេលដែលខ្ញុំកើតមកហ្នឹងលឺម្ដាយខ្ញុំថាពេលដែលខ្ញុំកើតហ្នឹងវាមានគ្រោះរាំងស្ងួតបាទគ្រោះរាំងស្ងួតខ្លាំងណាស់ដូចចូលរាប់ខែប៉ុន្តែដល់ពេលដែលខ្ញុំកើតមកគឺមានភ្លៀងហ្មងមានភ្លៀងធ្លាក់ឲ្យទឹកឡើងរហូតដល់ទៅជាទឹកជំនន់ទៀតទឹកធំឆ្នាំ1988មានទឹកធំជំនន់ត្រូវឆ្នាំរោងបាទមានទឹកជំនន់ហ្នឹងទៅហើយខ្ញុំពីក្មេងចូលចិត្តស្រឡាញ់ការរត់លេងនៅហាលភ្លៀងហើយខ្ញុំនៅតែក្នុងទឹកឯងពុកម្ដាយខ្ញុំដើររកខ្ញុំរាល់ថ្ងៃហ្នឹងដោយសារខ្ញុំមានផ្ទះនៅលើគោកតែខ្ញុំចូលចិត្តនៅក្នុងទឹកនេះរឿងហេតុកើតក្រោយអាយុ6ឆ្នាំហ្នឹងណាបាទក្រោយមកហើយបានន័យថាយើងចតុងហើយគឺខ្ញុំតែងតែហែលឆ្លងទន្លេមេគង្គយ៉ាងហ្នឹងទៅវិញទៅមកហើយអ្នកភូមិគេអត់សូវដឹងពីទម្លាប់នៃការរស់នៅរបស់ខ្ញុំគឺអត់មានអ្នកណាម្នាក់ដឹងដល់រាល់ថ្ងៃហ្នឹងក៏គេអត់សូវដឹងដែរមានន័យថាម៉េចទៅអត់សូវដឹងហ្នឹងបានន័យថាគេអត់ចាប់អារម្មណ៍ថាខ្ញុំធ្វើសកម្មភាពដូចទៅនៅក្នុងទឹកឬក៏យើងហែលទៅឆ្លងទន្លេទៅអីចឹងណាហ្នឹងហើយខ្ញុំចូលចិត្តលេងទឹកភ្លៀងពេលណាដែលមានភ្លៀងធំហើយមានផ្គររន្ទះខ្ញុំចូលចិត្តលេងខ្ញុំស្រឡាញ់បលែងលេងមួយរន្ទះដែលមានន័យថាម៉េចទៅបលែងលេងមួយរន្ទះបងបានន័យថាកាលហ្នឹងរៀងចតុងឲ្យចូលវ័យ14 15ហើយពេលដែលខ្ញុំទៅរៀននៅសាលាហ្នឹងគឺមានមេរៀនមួយគេនិយាយពីចលនាអគ្គិសនីដែលកាត់មកពីរន្ទះហើយអ្នកវិទ្យាសាស្ត្រហ្នឹងគាត់យកកូនសោទៅចងចង្កេះដើម្បីដឹងថាតើរន្ទះហ្នឹងមានចលនាអគ្គិសនីបែបម៉េចណាហើយខ្ញុំរៀនបានមេរៀននោះស្រាប់តែដកជាប់នៅក្នុងចិត្តខុសពីសិស្សដទៃទៀតអញ្ចឹងក៏យកដែកមួយចងនៅចង្កេះហ្នឹងមែនហើយទៅពិសោធន៍ចង់ខ្លាចជាអ្នកវិទ្យាសាស្ត្រកាលហ្នឹងហើយពេលភ្លៀងខ្លាំងខ្ញុំរត់ចេញពីផ្ទះមកវាលស្រែខាងកើតដើម្បីលេងទឹកភ្លៀងទឹកហ្នឹងត្រឹមកពួនជើងនេះកន្លែងថាដល់ជង្គង់ផងហើយខ្ញុំទៅឈរក្នុងទឹកហ្នឹងហើយខ្ញុំមើលទៅលើមេឃមេណាមានផ្ទះបាញ់ខ្ញុំសប្បាយចិត្តបាញ់ឆាំងរហូតហើយអត់ឆក់យើងទេចលនាអគ្គិសនីហ្នឹងវាមិនមែនថាអត់ឆក់សោះវាមកធឺតែតិចណាតែជាក់ស្ដែងគឺខ្ញុំអត់មានការខ្លាចទេហើយខ្ញុំតែគិតថាខ្ញុំទៅចាំបានថាខ្ញុំពីអតីតជាតិហ្នឹងគឺចាំបានថាខ្ញុំគឺពីដើមគឺកាន់អាយុមួយគោះដើម្បីឲ្យផ្ទះបាញ់ហ្នឹងឯងអារម្មណ៍ដែលដកជាប់ពីក្មេងមកណាហើយក្រោយមកទៀតខ្ញុំក៏លឺល្បីអ្នកភូមិថាដើមឈើនេះមានខ្មោចពីបិសាចនៅហើយគេនៅអត់បានអីវាក់រស់នៅអញ្ចឹងខ្ញុំក៏ដើរទៅដើមឈើហ្នឹងទៅខ្ញុំចង្អុលម្រាមដៃរបៀបថាយើងក្មេងអត់ដឹងយើងថាចង្អុលលេងបើសិនជាខ្ញុំអាចថាយើងមើលរឿងភាគច្រើនក៏មិនដឹងដែរថាចង្អុលដើម្បីឲ្យដើមនឹងឆេះដូចទេវតាអញ្ចឹងពិតយើងអត់មានបនបារមីអីទេយើងអត់នេះទេតែយើងចង្អុលស្រាប់តែដើមឈើហ្នឹងតែបាញ់ផាំងឆេះនឹងមុខយើងហ្មងនៅមុខយើងហ្នឹងខ្ញុំអត់មានភ្លៀងទេអត់មានទេបាទខ្ញុំថានេះរឿងចៃដន្យហើយខ្ញុំអត់ហ៊ានប្រាប់គេទេកាលណាប្រាប់គេថាខ្ញុំកុហកបោកប្រាស់គេអញ្ចឹងណាខ្ញុំស្គិតត្រង់ចំណុចនេះបងបិទបាំងព័ត៌មានមួយកន្លែងណាមុននឹងចូលដល់ចអល់ហ្នឹងដូចជាមានគេប្រាប់ហ៎មានមរិញកងវាលបងអាចប្រតិសាយរឿងកន្លែងហ្នឹងបានទេចេះនៅពេលដែលខ្ញុំទៅលេងនៅតាមវាលស្រែហ្នឹងមានគេហៅមរិញកងវាលស្លៀកក្បិនក្រហមទៅអ្នកខ្លះមានក្រង់ហៅដូចពាក់ដូចស្ដាច់អញ្ចឹងណាពណ៌មាសហើយគាត់រត់មកលេងជាមួយគ្នាអញ្ចឹងទៅកន្លែងនេះខ្ញុំសុំសួរបញ្ជាក់តិចពាក្យថាមរិញកងវាលនៅពេលដែលបងឃើញកពស់ប្រហែលប្រមាណសាច់ឈាមរបស់គាត់ស្លេកទេឬក៏មានសាច់មានឈាមដូចយើងបងឃើញច្បាស់ទេនិយាយទៅសាច់ឈាមពួកគាត់មានសម្បូរជាងគេសាច់ពណ៌រៀងស្អែមខ្មៅក៏មានពណ៌រៀងខៀវក៏មានដែរមិនមែនស្លេកដូចវិញ្ញាណទេណាមែនទេគឺដូចមនុស្សចឹងសឹងពេលខ្លះយើងអត់ពិបាកទេគាត់ថាគាត់គឺជាក្មេងដែរអត់សូវពាក់អាវគាត់នឹងអត់សូវពាក់អាវស្លៀកតែក្បិនហើយចងក្បិនដោះអាវចឹងទៅសម្បល់ពណ៌រៀងគេហៅស្អែមខ្មៅស្អែមស្ដាច់បាយហើយមកស្អែមហ្នឹងច្បាស់អញ្ចឹងគាត់ឲ្យខ្ញុំចង្អុលដើមឈើហ្នឹងខ្ញុំនិយាយតទៅរឿងមិនហ្នឹងចង្អុលដើមឈើសាក់មើលខ្ញុំក៏ចង្អុលតាមទៅដើមឈើឆេះអន្ទះបាញ់ឆេះជួនកាលពេលខ្លះភ្លៀងក៏ខ្ញុំចង្អុលទៅឆេះដែរហើយមិនឆេះតែម្ដងទេថ្ងៃហ្នឹងឆេះម្ដងខ្ញុំអត់អស់ចិត្តស្អែកទៀតចង្អុលទៀតឆេះទៀតហើយឆេះដើមឈើមកកណោដែលនៅក្នុងភូមិហ្នឹងគេមានខ្មោចមានពីវិស័យឡងទៅគេក៏អត់ដឹងថានេះគេថាជាបាតុភូតធម្មជាតិអន្ទះបាញ់ហ្នឹងអញ្ចឹងប្រជាជនរស់នៅក៏គាត់លែងមានខ្មោចលែងមានអីឡងទៅទៀតទៅតែចុងក្រោយមិនដឹងថាខ្មោចហ្នឹងទៅនៅណានៅមុខផ្ទះខ្ញុំមានដើមអំពិលធំមួយយើងអោបគ្នា3នាក់អត់ជុំទេ
ហើយមានអាយុកាលរាប់រយឆ្នាំហើយខ្ញុំតែនឹងដេកលើចុងអំពិលហ្នឹងដែរខ្ញុំទៅលេងលើហ្នឹងចូលចិត្តនៅលើដើមឈើមួយទៀតភ្លេចនិយាយដែររឿងថាខ្ញុំក្រៅពីនៅក្នុងទឹកគឺចូលចិត្តនៅលើតាមចុងឈើតាមចុងដូងហ្នឹងខ្ញុំមានកវិតមានអីនៅចង្កេះហ្នឹងដើម្បីឡើងទៅកាប់ដូងមួយហូបខ្ញុំគេងលើចុងដូងទៅគៀបនឹងអាធៀងហ្នឹងណានេះលក់ធម្មតាលើចុងឈើហ្នឹងទៅចូលចិត្តនៅលើចុងដើមឈើដែរហើយនៅដើមអំពិលហ្នឹងគឺជាក់ស្ដែងគឺមិនតែខ្ញុំទេគឺអ្នកភូមិដឹងថាគឺជាមហាដើមអំពិលហ្មងហេតុអីមិនមហាដើមអំពិលវាមានអាយុរាប់រយឆ្នាំហើយជារៀងរាល់ថ្ងៃសិលតែតែមានដុំភ្លើងធំប្រប៉ិនចង្អេក៏មានប្រប៉ិនបាល់ក៏មានហោះមកជាប្រចាំបន្តកតុយដូចហាយកឋិនអញ្ចឹងបាទអ្នកស្រុកហ្នឹងអ្នកណាក៏ដឹងដែរសម្បុកធំគឺនៅហ្នឹងគឺជាកន្លែងមួយដែលគេនៅរាប់ខ្ញុំគិតថារាប់រយតួឯនៅហ្នឹងធំតូចមានគូពណ៌ហើយនិយាយពីសម័យលើគេអត់ជឿទេហើយខ្ញុំអត់អស់ចិត្តខ្ញុំទៅសួរគ្រូខាងវិទ្យាសាស្ត្រថាតើភ្លើងហ្នឹងកើតឡើងដោយសារអីគេបានបកស្រាយថាដោយសារ fossil ដែលពុកផុយទៅបាត់ជាមួយនឹងអុកស៊ីហ្សែនប្រតិកម្មកើតទៅជាភ្លើងហើយខ្ញុំក៏ឆ្ងល់ថាបើ fossil តែតែឆេះនឹងម្ដុំហ្នឹងហើយវាហួសហោះឡើងអញ្ចឹងតែហេតុបាត់ទៅហេតុអីបាទនេះវាហោះទៅម្លងពីភូមិមួយទៅភូមិមួយហើយមានទិសដៅហើយហ្នឹងហើយមានទិសដៅហើយបន្ទាប់មកទៀតវាកាត់ឡើងជាញឹកញយនៅកន្លែងដដែលហ្នឹងហើយសំខាន់គឺគេហៅថាវាដូចជាមាន sensor មួយស្ដាប់យើងបានអញ្ចឹងបើគេហៅវិទ្យាសាស្ត្រហៅ frequency ឲ្យតែយើងចាប់ដើមងាកទៅមើលភ្លើងហ្នឹងភ្លាមហើយនិយាយពីរឿងភ្លើងហ្នឹងគឺរលាយភ្លាមគឺបែកខ្ចាយលើអស់គឺបើគេដឹងយើងដំណើរគេមើលពីលើមកឃើញយើងទាំងអស់អញ្ចឹងអាហ្នឹងជានៅភូមិខ្ញុំអញ្ចឹងណាហើយក្រោយមកម្ដាយខ្ញុំគាត់និយាយដែរថាតាមដើមឈើនៅតាមព្រៃជនបទសម្បូរខ្មោចព្រាយបិសាចលងអ្នកភូមិនៅអត់បានអញ្ចឹងក្រោយមកមានបារាំងនេះបារាំងគេហៅអ៊ុនតាក់ហ្នឹងគាត់មកគាត់មានឧបករណ៍មួយប្រហែលជាគ្នាយើងចង្ការដឹងធ្លាប់លើអត់ទេឧបករណ៍ហៅពងពលឹងអត់ទេបាទគេយកទៅដាក់នៅលើដើមឈើហ្នឹងហើយគឺអត់មានវិញ្ញាណហ្នឹងទេវិញ្ញាណគឺរត់បាត់អស់ឈឹងមកមានលងទៀតទេរៀងមិនទៅពងពលឹងដូចគោមអញ្ចឹងគេដាក់ព្យួរនៅលើដើមឈើហ្នឹងហើយគេដុតមានពូលមួយដុតហើយគឺលែងមានវិញ្ញាណហ្នឹងទៀតហើយគឺខ្មោចជប់លងនៅហ្នឹងបារាំងអ្នកដាក់បារាំងបាទអញ្ចឹងបារាំងជឿដែរឥឡូវបងប្អូនគិតមើលហើយបារាំងគឺគាត់អ្នកជាសាសប្រទេសជឿនលឿនតែគាត់ដើរដាក់កន្លែងដែលមានខ្មោចលងទាំងអស់គឺអត់មានទេអញ្ចឹងសួរចាស់ពីដើមហើយគាត់ធ្លាប់ដឹងណាអាហ្នឹងគឺជារឿងពិតដែលសម័យអ៊ុនតាក់93ណាគឺគេធ្វើអញ្ចឹងបាទហើយយើងគិតមើលទៅហើយខ្ញុំក៏ចាប់ផ្ដើមឆ្ងល់សួរម៉ែអាហ្នឹងគេមានអីគេក្នុងហ្នឹងបានដាក់ទៅខ្មោចជប់លងគាត់ថាម៉ែក៏មិនដឹងដែរបាទអាហ្នឹងសាច់រឿងពីក្មេងមកអញ្ចឹងឯងបាទតែទិនមិនដែរបងប្អូនអរគ្នានេះគ្រាន់តែជាការរៀបរាប់មួយចំណិតតូចនៃប្រវត្តិរបស់គាត់តែប៉ុណ្ណោះប៉ុន្តែនៅពេលដែលបងឯងគួរបន្ថែមចេះវិញបើសិនជាបងប្អូនគិតថាគាត់បោកអានឹងជារឿងរបស់បងប្អូនទាំងអស់គ្នាជាការគិតរបស់បងប្អូនទាំងអស់គ្នាជាទស្សនៈរបស់បងប្អូនទាំងអស់គ្នាឥឡូវខ្ញុំសួរដេញដោលបន្ថែមថាបើសិនជាការចង្អុលនោះពិតជាចាញ់បន្ទះមែនសុំសួរបងថាចេះឲ្យតបងចង្អុលកាលពីមុនណាឲ្យតែចង្អុលគឺចាញ់បន្ទះហ្មងហ្នឹងហើយបាញ់ដើមឈើខ្មោចលងចឹងទៅឲ្យតែមានដើមឈើណាដែលធំមានខ្មោចព្រាយបិសាចលងបន្លាចអីហ្នឹងគឺយើងទៅចង្អុលឆេះចង្អុលភ្លាមបាញ់ភ្លាមបាទដូចក្នុងសាច់រឿងចឹងបានខ្ញុំលាក់សូម្បីតែនិយាយអត់ទៅឪពុកម្ដាយខ្លួនឯងក៏ខ្ញុំអត់ឲ្យដឹងដែរដល់ថ្ងៃហ្នឹងហើយសំណួរសួរតាខ្ញុំក៏ហក់បានអីបើខ្ញុំសូម្បីតែខ្ញុំចៃម្លេចខ្ញុំអត់ឲ្យគេឃើញមុខហ្នឹងហើយបងប្អូនមិនបាច់ចង់ថាខ្ញុំល្បីទៅបានលុយបានកាក់ខ្ញុំអត់ត្រូវការអស់ហ្នឹងទេខ្ញុំអត់ចង់បានការល្បីដោយសារការកុហកទេនិយាយតែអ្វីដែលខ្ញុំធ្លាប់ជួបប្រទះតែរឿងបងប្អូនជឿមិនជឿអាហ្នឹងជាអ្វីដែលបងប្អូនគិតពិចារណាខ្លួនឯងទៅសម្រាប់ខ្ញុំហ្នឹងហើយតាក់ទិនអំពីរន្ទះបាញ់សួរតាមត្រង់បងរន្ទះដែលបាញ់មួយថ្ងៃហ្មងធ្លាប់មានចេះមានសាច់រឿងហ្នឹងសម្រាប់ខ្លួនថាជាបើបានឃើញគាត់ដឹងហើយគាត់នៅរស់ដល់រាល់ថ្ងៃហ្នឹងគឺរន្ទះបាញ់គាត់ពីអ្នកខ្ញុំដោយសារកាលហ្នឹងជំនាន់រឿងនាងកែវមនោរាធ្លាប់លឺអត់ស្គាល់ពេលហ្នឹងបងគាត់ជាចដូនមួយខ្ញុំហើយឪពុកគាត់នៅកន្លែងហ្នឹងគឺធ្វើជាងដំដៃអញ្ចឹងខ្ញុំទៅឈរជជែកគ្នានឹងហាលវាហ្នឹងកន្លែងគេដំដៃហ្នឹងណាអញ្ចឹងពេលហ្នឹងមេឃស្រឡះហេស្រាប់តែសុកគឺមេឃល្ងឹតមកហ្មងហើយគាត់និយាយមួយខ្ញុំគាត់និយាយពីរឿងនាងកែវមនោរាចូលពងកាន់ហ្នឹងមានទូសខ្មៅមើលសាច់រឿងតាមដានទៅវាដល់សាច់រឿងកន្លែងនាងកែវមនោរាហ្នឹងរឿងផ្ទះបាញ់ហ្នឹងណាអញ្ចឹងគាត់និយាយដល់កន្លែងហ្នឹងគាត់កាន់ចានបាយហូបបាយហ្នឹងគាត់កាន់បដានិយាយបដាអញ្ចឹងស្រាប់តែមេឃល្ងឹតពឹបបាញ់ឆាំងមកគឺនៅសុកស្រែបងប្អូនគឺតសផ្ទះធំអាយ៉េះជាពីរដើមឈើដើមបាយគាត់ដាច់ខ្ទេចអស់ហើយត្រូវគាត់ហើយខ្ញុំឈរជាប់គាត់អត់ត្រូវទេអត់អីឈរធម្មតាតែរឿងដែលអស្ចារ្យមួយជាងពេលហ្នឹងខ្ញុំនៅតែឆ្ងល់ឪពុករបស់គាត់លោតពីលើផ្ទះមកផ្ទះខ្ពស់ផ្ទះឈើនៅកញ្ចេះផ្ទះខ្ពស់ប្រហែលជាថា2ម៉ែត្រកន្លះឬក៏3ម៉ែត្រផ្ទះឈើអញ្ចឹងគាត់ខ្ញុំមិនដឹងថាគាត់ចុះតាមណាគឺឃើញសំងមួយសលវិតមកដល់គឺគាត់ត្រូវកូនគាត់ហ្មងអានេះថាផាំងមកនឹងគាត់ដួលដល់ដីឯងគាត់លើក3កូនឡើងទៅលើវិញមើលសឹងមិនតាន់ទៀតគាត់យកទៅគាត់គ្របកណាត់សដោយសារតែគាត់ចេះវិជាបដិញថាមកពលរន្ទះអញ្ចឹងណាអញ្ចឹងគាត់ឲ្យខ្ញុំយកស្រាសមកគាត់សូត្រធរបល័យសូត្រអីព្រោះគ្របកណាត់សទៅហើយម្ដាយគាត់ចុះនេះអត់ជឿនោះយំស្រែកបោកខ្លួនកូនស្លាប់ហើយណាពុកអ្នកជឿម្ដាយអ្នកអត់ជឿបាទម្ដាយអត់សូវជឿទេអញ្ចឹងពុកគាត់ថាគាត់និយាយនឹងជឿជាក់មកខ្ញុំថាអត់អីទេពូចេះបដិញចំហាយផ្ទះអញ្ចឹងគាត់សូត្រព្រោះផ្លុំទៅគាត់គ្របទៅគាត់ថា30នាទីទៀតដឹងខ្លួនហើយ
ចឹងក្នុងពេល30នាទីហ្នឹងមិនអាចគាត់យំបងប្អូនយំចឹងណាគាត់ថាមិនផ្ទះបាញ់មិនកម្រមានអ្នកណារស់កន្លះម៉ោងក្រោយមកគាត់ដឹងខ្លួនធម្មតាបាទ សាហាវណា សាហាវ អ្វីដែលខ្ញុំសម័យឃើញណាមនុស្សពីរនាក់កំពុងតែកាន់ចានបាយដូចគ្នាឈរនៅជាប់គ្នាកំពុងតែដើរតម្រង់របស់ខ្ញុំសម័យអត់ខុសទេគឺដើរមកចូលក្នុងផ្ទះវិញ ហ្នឹងហើយ ដើរមេឃប្រែខ្លាចជាខ្មៅរន្ទះបាញ់ផោងអ្នកជាប់អត់អី ហ្នឹងហើយ បាទបងអត់អី ខ្ញុំអត់អីទេ អីបងចរុនមួយបង បាទ អ្វីដែលសំខាន់នៅពេលដែលបាញ់បើសិនជាដៃខ្ញុំគឺជាមនុស្សណាបាញ់មិនមែន slow motion ដួលណាត្រូវទេបង ហ្នឹងហើយ តែបាញ់ខាងដួលក្រឹបឯងត្រូវទេបង បាទ អញ្ចឹងវាស្ទើរតែ1វិនាទីដល់ដីបាត់ប៉ុន្តែហេតុអ្វីបានឪពុករបស់គាត់នៅលើផ្ទះអាចត្រតន់មិនទាន់ដល់ដីទេសាហាវណា បាទគាត់គឺសិតតែអ្នកសេះសល់ពីសង្គ្រាមទេចេះមុនគេថាមហាទម្ងន់ចេះសម្រាលចេះជ្រែកដីចេះអីមិនន័យថាតែគាត់លាក់តែសោកស្ដាយដែលឥឡូវគាត់បានទទួលមរណភាពហើយហ្នឹងហើយ ខ្ញុំជឿបងខ្ញុំជឿត្រង់ថាអ្នកចេះខ្លាំងអត់ដែលមានគេបង្ហាញថាខ្ញុំចេះវិជានេះខ្ញុំចេះវិជានេះដូចអត់ដែលទេ ហើយនិយាយសាច់រឿងហ្នឹងគាត់ខ្ញុំឆ្ងល់ដែរគឺគាត់កាន់ចានបាយខ្ញុំក៏កាន់ដែរណាព្រោះកាន់ហូបបាយមួយគ្នាហើយខ្ញុំពាក់អាវសខ្ញុំចាំបានទស្សនវិជ្ជាពេលហ្នឹងគឺខ្ញុំពាក់អាវពណ៌សហើយអ្នកភូមិផ្អើលស្រែកថារបស់ដែលមានពណ៌សបោះចោលទាំងអស់កុំកាន់អាវពណ៌សក៏ដោះចោលហើយខ្ញុំក៏ភ័យខ្លាចផ្ទះបាញ់ដែរខ្ញុំមានដឹងថាបាញ់អត់ត្រូវហ្នឹងជារឿងបាត់ទៅពូទេខ្ញុំដោះអាវហ្នឹងគាត់ចោលគាត់ដើរទៅផ្ទះខ្លួនទៅទេហ្នឹងហើហើយកន្លងមកទៀតហ្នឹងក៏ខ្ញុំលេងអត់សូវក៏ខ្លាចផ្ទះដែរហ្នឹងហើយទៅរៀននៅសាលារៀនក៏ផ្ទះបាញ់កណ្ដាលថ្ងៃត្រង់ដែរសាលាហ្នឹងនៅនេះហ្នឹងប្រហែលជាផេតបូល ដបូលហើយតសបាញ់ថ្ងៃត្រង់អត់មានភ្លៀងទេបាទ អស់ចាមែនតើ អញ្ចឹងសាច់រឿងហ្នឹងដូចបងរងថ្ងៃហ្នឹងគាត់នៅរស់ទេគាត់ជាជាងសិប្បកម្មឈើដ៏ចំណានដែលធ្វើតុកទូកអីគឺមាំបកកែធ្វើគ្រឿងសង្ហារឹមអញ្ចឹងគាត់នៅតែចេះហ្នឹងគាត់បកកែធ្វើហ្នឹងហើយគាត់និយាយចូលសាច់រឿងនេះចុះគាត់ធ្លាប់មានប្រវត្តិរឿងឪពុកគាត់មិញនេះគឺជាមួយនឹងមិត្តភក្តិម្នាក់ទៀតហ្នឹងមានកូនម្នាក់មួយមុនមានកូនហ្នឹងគេសន្យាគេនិយាយឌឺគ្នាថាគាត់និយាយហែងអញណាមិត្តភក្តិបើអញមានប្រពន្ធមានកូនឲ្យកូនឯងកើតមកមានម្រាម6ដល់មិត្តភក្តិក្នុងគេថាបើឯងមានកូនឲ្យកូនកើតមកអង្គត់ដៃស្រាប់ដល់ពេលគាត់បានកូនមកហ្នឹងគឺធ្លាក់មករៀងខ្លួនណាបានន័យថាអ្នកដែលថាឲ្យពួកម៉ាក់ថាមានម្រាម6ហ្នឹងគឺកូនគាត់មកមានម្រាម6តែមិត្តភក្តិម្នាក់ទៀតដែលថាគាត់កើតមកអង្គត់ដៃគឺខ្លួនឯងទទួលបានកូនអង្គត់ដៃហ្នឹងដៃគាត់ហ្នឹងគឺកើតមកគឺអង្គត់ចេះហើយម្រាមគាត់គឺប៉ុណ្ណឹងគាត់ឈូកខ្ចីបងប្អូន បាទ គឺទូចអញ្ចឹងគប់5តែដៃគាត់ហ្នឹងគឺអត់មានប្រអប់ដៃទេមានត្រឹមក ដៃហើយចេញម្រាម ចេញម្រាម5តែម្នាក់ទៀតគឺមានម្រាម6ខាងកូនដៃនេះដោះមួយទៀតចេះនៅដោះថ្ងៃហ្នឹង 5អូយ ហ្នឹងហើយអញ្ចឹងនៅក្នុងភូមិហ្នឹងគឺវាសិតតែសម្បូររឿងអញ្ចឹងឯងជារឿងធម្មតាដែលបើកភ្នែកឡើងមកមានបាត់ពូអីផ្សេងហើយមានចំនួនហ្នឹងរឿងមានអាបមានអីអញ្ចឹងណានៅភូមិខ្ញុំមានអាបមួយគឺបកាយគាត់ខ្លាំងបកាយជាអាបមួយដែលចេះមុនអង្គមខ្លាំងអញ្ចឹងនៅក្នុងភូមិមានអាហ៊ានទេហើយគាត់ហ្នឹងអ្នកបង្កើតខ្ញុំហ្នឹងឯងបាទគាត់អ្នកបង្កើតខ្ញុំហើយកាលហ្នឹងអត់មានអីកាត់ទេយកអាស័យពកអាឥឡូវគេតំណោះបានអញ្ចឹងណា បាទ កាត់ទៅហើយគេយកសុកខ្ញុំទៅកប់នៅក្រោយផ្ទះហើយម៉ាក់ខ្ញុំគាត់ខ្លាចនិយាយហ្នឹងស្រាប់គាត់បង្កើតហើយគាត់មកយកគេហូបអាគ្រឿងក្នុងណា បាទ គាត់កប់បិទចិត្តយកបន្លាទៅស្ទះទៅអញ្ចឹងនៅស្រុកហ្នឹងវាជារឿងធម្មតាដែលជាអបិយជំនឿភ្លើងខុសពេញមេឃរៀងរាល់ថ្ងៃសិល15កើតឬ15រោចហ្នឹងគឺមានជាធម្មតា ធម្មតា បាទធម្មតាហើយនិយាយផ្សេងរឿងពីក្មេងមួយទៀតដែលខ្ញុំដកជាប់នៅរងថ្ងៃហ្នឹងគឺខ្ញុំធ្លាប់ឈឺធ្ងន់មួយសាទៀតនៅអាយុពេញជទង់ដូចជា16គឺខ្ញុំអត់មានអាការៈអីទាំងអស់គឺស្ដេកស្ដោកស្ដឹងមកបាយក៏មិននឹកទឹកក៏មិនស្រែកអត់ហូបអីទេហើយអត់មានក្នុងវិញ្ញាណគឺដឹងរឿងគ្រប់យ៉ាងទាំងអស់នៅជុំវិញខ្លួនតែមិនអាចកម្រើកងើបបាន យល់វាដូចផ្លឹកវាប្រហែលគ្នាអត់មែនផ្លឹក យើងបើកភ្នែកបាន បាទ គាត់ថានិយាយអត់បានអីច្រើនទេគឺយើងទុនឯទុនជើងងើបអត់រួចហើយខ្ញុំជាមនុស្សអ្នកដែលមានសុខភាពល្អខ្លាំងណាស់ខ្ញុំអាចបោកគោធំមួយដួលបានណាអត់ខ្ញុំគឺមានកម្លាំងខ្លាំងពីក្មេងអញ្ចឹងដល់សាច់រឿងហ្នឹងគឺខ្ញុំធ្លាប់មានចំនួនជាមួយនឹងព្រាយក្បាល8ធ្លាប់ជជែកគ្នាកាលមុនហ្នឹងគឺខ្ញុំចូលចិត្តលេងនៅតាមទន្លេហើយក្នុងទឹកដីហ្នឹងគឺមានព្រៃអស័យគេដាំព្រៃអស័យដើម្បីការពារកុំឲ្យបាក់ច្រាំងណាពេលហ្នឹងគឺព្រាយហ្នឹងវាអាសាយកអំពេលកូនលើចុងអស័យរហូតហើយយើងមកផ្ទះម៉ោង6 7យប់វាអំពេលកូនល្វើយដូចក្នុងរឿងគេលេងអញ្ចឹងណា លឺសូមមិនដែរហ្មង កូនណាអញ្ចឹងណាវាថា ក៏លួចទេបងលួចសំលេង អត់ដូចខ្ញុំទេសលេងគឺក៏លួចខ្លាំងហ្មងផ្អើលពេញព្រៃអស័យហ្នឹងហ្មងហើយជារឿងធម្មតា ព្រោះហេបង ព្រោះ គឺដំបូងខ្ញុំខ្លាចដែរតែដល់ពេលយូរទៅខ្ញុំគេហៅខ្ញុំមានទម្លាប់មួយគេហៅការវឹកហាត់ផ្លូវចិត្តដែលមិនខ្លាចនៅអ្វីៗទាំងអស់តាមរយៈដកវិញ្ញាណចេញពីរាងកាយឧបកិច្ចថាយើងដើរទៅដល់តំបន់ហ្នឹងមួយយើងខ្លាចទៅអត់ពេលហ្នឹងស្មារតីរបស់យើងនឹងវែងអញ្ចឹងពេលហ្នឹងហើយពួកវិញ្ញាណទាំងអស់វាមកបន្លាចយើងនឹងឯងវាអាចនឹងចូលមកបង្កើតរូបភាពនៅក្នុងខួរក្បាលយើងហ្នឹងនិយាយតាមបច្ចេកទេសណាគឺវាធ្វើឲ្យយើងឃើញរូបខ្មោចរូបបិសាចអីទាំងអស់ហ្នឹងតាមពិតឡើយហ្នឹងអញ្ចឹងគេហៅច្រកទ្វាររបស់ចិត្តវិញ្ញាណយើងបើកអញ្ចឹងពេលស្មារតីរបស់យើងរឹងមាំអត់មានអីចូលបានទេ
ចឹងបានខ្ញុំចែកម្លេចថាថ្ងៃក្រោយបងប្អូនជួបគ្នាក៏ដោយស្មារតីមាំគឺយើងអាចឈ្នះនៅអ្វីៗគ្រប់យ៉ាងទាំងអស់ចឹងពួកហ្នឹងពេលដែលខ្ញុំតាំងចិត្តហ្នឹងទៅខ្ញុំតាំងតែខ្លួនឯងអត់នៅហ្នឹងឯងខ្ញុំសម័យថាខ្ញុំកំពុងតែដេកនៅផ្ទះចឹងខ្លួនខ្ញុំនៅនេះគឺជារូបតេអញ្ចឹងខ្ញុំអត់ខ្លាចណាទាំងអស់ចឹងហើយបានឆ្លោះគ្នាជាមួយព្រាហ្នឹងគឺឆ្លោយឆ្លងនៅក្នុងចិត្តគឺចេះគេហៅថាស្មារតីខ្ញុំក៏ពេលហ្នឹងវាអសិលធម៌នេះក្មេងចេះតែយើងខឹងជេរបចោអញ្ចឹងទៅវាខឹងយើងវាខឹងយើងវាធ្វើយើងហ្នឹងឯងធ្វើទៅយើងឈឺកន្លះខែពេទ្យចាក់ថ្នាំអីក៏អត់ជាគឺដល់ពេលមួយចាស់គាត់ដឹងគាត់ធ្វើពិធីសែនព្រេនទៅគ្រាន់តែចាប់ផ្ដើមដាក់បាយលាជមួយនៅក្នុងនេះហ៎គឺថាចង្អេបាទដូចប៉ែគេហៀបប៉ែអញ្ចឹងទៅ ហៀបប៉ែហ្នឹងហៀបប៉ែពេលហ្នឹងខ្ញុំគ្រាន់តែហៀបហើយពុបខ្ញុំខ្លួនឯងហ្នឹងមានកំឡុងរយៈចង្ងប់ពុបលើកអាហ្នឹងទៅថឹកដាក់ខ្លួនឯងហ្មងនៅចុងនៅខ្ញុំចាំបាននៅទិសខាងជើងជាខាងកើតហ្នឹងគឺខ្ញុំចាំដល់ឥឡូវហ្នឹងគឺលើកអាពេលហ្នឹងទៅដាក់ឲ្យគេហ្នឹងខ្ញុំចាប់តាមមានកម្លាំងដើរធម្មតាវិញទៅម៉ាក់ខ្ញុំគាត់ឆ្ងល់អញឆ្ងល់វាឈឺអីវាមើលមិនជីហើយវាមកជាថារឿងរៀបណាអាហ្នឹងកាលតែខ្ញុំឆ្លុះជាមួយព្រាយក្បាល8តើរឿងព្រាយក្បាល8ហ្នឹងចាប់ត្រឹមហ្នឹងឬក៏មិនដែរមកត្រឹមសែនពេហើយរួចចាប់តែហ្នឹងហើយប៉ុន្តែសាច់រឿងហ្នឹងខ្ញុំនិយាយកាត់ទេដោយសារវាពាក់ព័ន្ធមួយរឿងឆ្លុះគ្នារាល់ថ្ងៃនៅចុះយើងផ្លូវយើងដើរវា8កូនដេកអញ្ចឹងវាខឹងយើងអញ្ចឹងនិយាយទៅគេសេវមួយឯងខ្លាំងហ្នឹងហើយសេវខ្លាំងសួរបងតាមត្រង់ទម្រាំមកដល់ចំណុចនេះបងឃើញប្រភេទអីគេខ្លះធ្លាប់ឃើញប្រភេទអីខ្លះត្រួសបើសិនជាឃើញហ្មងមានពពួកគេហៅខ្មោចព្រាយបិសាចពួកកន្ធប់ពួកគេហៅមួយទៀតគេហៅអាគក់អាខ្ពស់គ្រក់បាទណែគ្រក់ហ្នឹងគាត់ដើរឆ្លងវិហារឆ្លងអីហ្នឹង